ជំរាបសួរបងប្អូនអរគ្នាបាទថ្ងៃនេះខ្ញុំធ្វើការចែកម្លែកនៅវិធីសាស្ត្រក្នុងការលុប page បាទ page ដែលយើងអត់ចង់ទុកវាយើងចង់លុបវាចោលអញ្ចឹងណាបាទអញ្ចឹងទី1បងប្អូន log ចូល profile របស់យើងអញ្ចឹងមកហើយបន្តមកទៀតបងប្អូនទៅរក page ដែលយើងចង់លុបឥឡូវទីខ្ញុំចង់លុប page ឈ្មោះ King Sound នេះណាបាទគឺខ្ញុំចូលទៅលុបវា King Sound នេះចុចលុបវាអញ្ចឹងមកបាទទៅលុបអញ្ចឹងហើយបងប្អូននេះគេវាលុបមក King Sound ហ្នឹងណាអញ្ចឹងចុចលើ King Sound ម្ដងទៀតបាទតមកទៀតបងប្អូនចុចលើពាក្យថា setting ណា setting បន្តទៀតបងប្អូនចុចយកមើលពាក្យថានេះ access control បងប្អូននេះ access control ចុចលើវាមកតមកទៀតនេះមាន3ជម្រើសទី1 deactivate ហ្នឹងមានន័យថាយើងគ្រាន់ថាបំបិទវាបាទបំបិទ page នេះចោលកុំឲ្យគេឃើញអញ្ចឹងណាបដអសន្ន anti police នេះក៏ស្តៀងគ្នាមកលើដែរបាទតែអ្វីយើងចង់លុបចោលនេះទី3នេះបងនេះ delete page យើងចុចលើ delete page មកបាទហើយយើងចុចពាក្យថា delete នេះ continue បាទ continue បាទ continue នោះមកហើយ continue ទៀតណាបាទបន្តមកទៀតវានឹងឲ្យ wipe password ហើយបាទ wipe password ចូលមកបងប្អូន password ចូលមកគឺកន្លែងយើងត្រូវ wipe password